តើអ្នកជឿទេមានស្ពានមួយដែលគ្រាន់តែមើលក៏ធ្វើឲ្យមនុស្សជាច្រើនញ័រជើងវាជាស្ពានយោនៅពីលើជ្រោះជាង 1000 ម៉ែត្រហើយអាចរង្គើពេលមានខ្យល់បក់តើស្ពាននេះស្ថិតនៅឯណាហើយហេតុអ្វីបានជាមនុស្សរាប់ពាន់នាក់នៅតែចង់ទៅសាកល្បងថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាស្ពាននេះមានឈ្មោះថា Chalcunen Suspension ស្ថិតនៅប្រទេសស្វីសវាជាស្ពានយោសម្រាប់អ្នកថ្មើរជើងដែលមានប្រវែងប្រហែល 494 ម៉ែត្រវាភ្ជាប់ផ្លូវឡើងភ្នំពីរខ្សែហើយកាត់ជ្រោះដ៏ជ្រៅមួយស្ពាននេះស្ថិតនៅកម្ពស់ប្រហែល 85 ម៉ែត្រពីលើជ្រោះពេលមានខ្យល់វាអាចរង្គើបន្តិចដែលធ្វើឲ្យអ្នកដើរមានអារម្មណ៍ភ័យបាតស្ពានជាសំណាញ់ដែកដែលអាចមើលឃើញជ្រោះនៅខាងក្រោមបានយ៉ាងច្បាស់ទោះបីវាមើលទៅគួរឲ្យខ្លាចក៏ដោយស្ពាននេះត្រូវបានសាងសង់តាមស្តង់ដារវិស្វកម្មខ្ពស់វាត្រូវបានរចនាឲ្យទ្រាំទ្រខ្យល់ខ្លាំងនិងទម្ងន់អ្នកដើរជាច្រើនអ្នកក្នុងពេលតែមួយនៅពេលឈរលើស្ពានអ្នកអាចមើលឃើញភ្នំអាល់ព្រែលព្រៃឈើនិងជ្រោះដ៏ស្រស់ស្អាតដោយសារតែទេសភាពនេះភ្ញៀវទេសចរជាច្រើនយកឈ្នះភាពភ័យខ្លាចដើម្បីថតរូបនិងទស្សនាទេសភាពក្រៅពីស្ពាននេះក៏មានស្ពានល្បីៗដែរដូចជាស្ពានយល់ហាសៃនីនៅប្រទេសប៉ាគីស្ថានស្ពានកញ្ចក់នៅប្រទេសចិនស្ពានទ្រីបនៅប្រទេសស្វីសស្ពាននីមួយៗមានលក្ខណៈពិសេសនិងផ្ដល់បទពិសោធន៍រំភើបខុសគ្នាមនុស្សជាច្រើនដែលខ្លាចកម្ពស់នៅតែសម្រេចចិត្តដើរឆ្លងស្ពាននេះដើម្បីយកឈ្នះការភ័យខ្លាចរបស់ខ្លួនសម្រាប់អ្នកខ្លះវាជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានបើអ្នកមានឱកាសតើអ្នកហ៊ានដើរឆ្លងស្ពាននេះទេសូមខមមិនថាមិនហ៊ានឬទើមិនហ៊ានបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច Like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់